ใช้ชิดเป็นเจ้าเราถูกชนเผ่าสามมือพากันទៀតហើយប្រទេសថៃរងភាពអាម៉ាស់ចាប់ផ្ដើមសារជាថ្មីជាមួយនឹងការបើក SEA Games នៅយប់នេះគឺអ្វីដែលគួរឲ្យខ្មាស់គេបំផុតនៅក្នុងប្រវត្តិសាស្ត្រ SEA Games បានកើតឡើងហើយនៅយប់នេះមិនត្រឹមតែរឿងព្រំដែនទេសូម្បីតែការរៀបចំពិធីបើកក៏ថៃធ្វើឲ្យខូចមុខមាត់អាស៊ានតាំងពីមុនពិធីបើកមានរូបរាងបែបធ្លាយជាច្រើនមកហើយបងប្អូនដែលបានឃើញនៅក្នុងបណ្ដាញសង្គម Facebook ការរៀបចំមានភាពរញ៉េរញ៉ៃកៅអីមិនទាន់លាបថ្នាំស្រូបូលនិងហេដ្ឋារចនាសម្ព័ន្ធមិនទាន់រួចរាល់អ្វីដែលធ្វើឲ្យប្រជាជនថៃខ្លួនឯងចេញមុខរិះគន់យ៉ាងចាស់ដៃថាប៉ុន្តែអ្វីដែលកើតឡើងក្នុងពិធីយប់នេះគឺកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតកំហុសដែលមិនអាចលើកលែងបានទី1គឺចំពោះប្រទេសវៀតណាមនៅពេលដែលនាំប្រតិភូកីឡាលើអេក្រង់ធំៗបែរជាបង្ហាញទង់ចិត្តដែលមានលក្ខណៈស្រដៀងទៅនឹងប្រទេសចិនទៅវិញអ្វីដែលធ្វើឲ្យវៀតណាមក្តៅក្រហាយបំផុតនោះគឺផែនទីប្រទេសវៀតណាមដែលថៃយកមកបង្ហាញត្រូវបានគេកាត់កោះសំខាន់របស់ពួកគេចោលនេះគឺជាកំហុសនយោបាយដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យមហាជនវៀតណាមកំពុងតែផ្ទុះកំហឹងពេញបណ្ដាញសង្គមដោយចោទថាថៃមិនគោរពអធិបតេយ្យភាពរបស់ខ្លួនមិនទាន់ចប់ទេបងប្អូនប្រទេសឥណ្ឌូនេស៊ីជាបងធំក្នុងអាស៊ានក៏ត្រូវថៃប្រមាថដែរក្នុងពិធីបើកដ៏អធិកអធិបនេះក្រុមបច្ចេកទេសរបស់ថៃបែរជាច្រឡំដាក់ទង់ជាតិសង្ហាបុរីឲ្យទៅប្រទេសឥណ្ឌូនេស៊ីទៅវិញកំហុសដែលគួរអស់សំណើចនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមឥណ្ឌូនេស៊ីដែលល្បីថាកាចបំផុតនៅក្នុងលោកចូលទៅវាយប្រហារពេកផ្លូវការរបស់ SEA Games ទើបតែបិទពេកតែម្ដងហើយដើម្បីបញ្ចប់រាត្រីដ៏អាម៉ាស់នេះស្រាប់តែប្រព័ន្ធភ្លើងនៅក្នុងកន្លត់ឋានមានបញ្ហានឹងបានដាច់ភ្លើងមួយផ្នែកចំកណ្ដាលពិធីតែម្ដងការសម្ដែងត្រូវបានរអាក់រអួលភ្លើងហ្វាមិនដំណើរការធ្វើឲ្យពិធីបើកដែលពួកគេតែងតែអួតថាលំដាប់ពិភពលោកនេះក្លាយជាពិធីបុណ្យភូមិអ្នករៀបចំកម្មវិធីបានត្រឹមតែសុំទោសខណៈដែលភ្ញៀវអន្តរជាតិហួសចិត្តនិយាយអីមិនចេញកំហុសទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាថៃមិនបានយកចិត្តទុកដាក់ពិតប្រាកដចំពោះអ្នកជិតខាងយើងទេបើប្រៀបធៀបជាមួយនឹងកម្ពុជាកាលពី2023ទោះបីជាយើងជាប្រទេសតូចតែយើងមិនផ្ដល់តម្លៃគ្រប់ចិត្តសាសន៍យើងគោរពទង់ចិត្តគេហើយយើងរៀបចំដោយបេះដូងថ្ងៃនេះពិភពលោកបានឃើញថាអ្នកណាជាមាសណាជាសំណបាទហ្នឹងហើយបងប្អូនទាំងអស់គ្នានេះប្រហែលជាថៃបង្វែររឿង SEA Games នេះមកជាមួយនឹងសង្គ្រាមព្រំដែនរបស់យើងប៉ុន្តែទោះជាបង្វែរយ៉ាងណាក៏នៅតែប្រជាជនថៃនឹងមើលឃើញដែរទីមួយប្រជាជនថៃបានចោទទៅលើរដ្ឋាភិបាលថៃថាហេតុអីបានរៀបអន់ជាងកម្ពុជាដោយសារតែកម្ពុជាកាលពីឆ្នាំ2023ហ្នឹងគឺរៀបស្អាតមែនតើរៀបល្អមែនតើហើយរដ្ឋាភិបាលថៃបានចោទមកកម្ពុជាថាដោយសារតែចិននៅពីក្រោយប៉ុន្តែទោះបើចិននៅពីក្រោយតែនេះជាលុយកម្ពុជាដោយសម្ដេចតេជោលោកបានប្រកាសហើយគឺលោកបានចំណាយលុយជិត130លានទៅ150លានដើម្បីត្រៀមជាមួយនៅក្នុងកម្មវិធី SEA Games 2023ប៉ុន្តែថៃបែរជាអួតថាប្រទេសអ្នកមានប្រទេសសម្បូរអ្នកមានចំណេះដឹងបែរជាធ្វើកម្មវិធីរខេរខាតាំងពីថ្ងៃមិនទាន់ចាប់ផ្ដើមបើករហូតដល់ថ្ងៃបើកហើយក៏នៅតែរខេរខាបន្ថែមទៀតមិនត្រឹមតែប៉ុណ្ណេះឆ្លៀតមកបង្កសង្គ្រាមជាមួយនឹងកម្ពុជាយ៉ាងទៀតហើយយើងគឺមានតែច្រោះចាំមើលទេតើថៃនឹងធ្វើយ៉ាងណាចំពោះសង្គ្រាមកម្ពុជាបើនៅខណៈពេលនេះគឺទ័ពរបស់យើងនៅជួរមុខនោះក៏កំពុងតែត្រៀមទប់ទល់ជាមួយនឹងថៃឈ្លានពាននេះផងដែរបាទនេះគឺជាបញ្ហារបស់ប្រទេសសៀមដែលយើងដឹងទាំងអស់គ្នាហើយយើងក៏បានឃើញចេតនារបស់សៀមមួយចំនួនដែរទី1រឿងបិទបាំងនៅគ្រោះទឹកជំនន់របស់ថៃហ្នឹងដែលมันអាចរំដោះប្រជាពលរដ្ឋដែលធ្វើឲ្យការស្លាប់និងការខូចខាតជាច្រើនហើយទី2គឺតកតងជាមួយនឹងលោកអាណាធីនជួបជាមួយនឹងមេ scammer វាជារឿងហ្នឹងបែកធ្លាយមុននឹងសង្គ្រាមនឹងប្រហែលថ្ងៃទេបន្ទាប់មកក៏មានរឿងតកតងជាមួយនឹង SEA Games អញ្ចឹងធ្វើឲ្យប្រជាប្រិយភាពជាមួយនឹងលោកអាណាធីនជាមួយនឹងមេតបហ្នឹងដូចជាមិនសូវជាល្អប្រហែលទេយ៉ាងហើយដែលធ្វើឲ្យជាហេតុដែលបកកសង្គ្រាមជាមួយនឹងកម្ពុជាជាថ្មីដើម្បីទាញយកប្រជាប្រិយភាពដោយសារតែជាទំនាស់ផ្ទៃក្នុងរបស់ថៃវាតែងតែបង្កសង្គ្រាមហើយវាមិនចង់ឃើញកម្ពុជាយើងរីកចម្រើនអីទេគឺ10ឆ្នាំ12ឆ្នាំគឺវានឹងធ្វើសង្គ្រាមម្ដង
យើងសង្ឃឹមថាសង្គ្រាមនឹងឆាប់បញ្ចប់ហើយបងប្អូននឹងបានត្រឡប់ទៅនៅផ្ទះវិញប៉ុន្តែយើងនៅតែចូលរួមសោកស្ដាយចំពោះអ្នកដែលបានពលីនៅក្នុងសង្គ្រាមប្រហែលថ្ងៃហ្នឹងយើងពិតជាចូលរួមសោកស្ដាយនៅតាមបងប្អូននៅតាមបន្ទាត់ព្រំដែរដែលគាត់បានបាត់បង់ផ្ទះសម្បែងទីលំនៅជាមួយនឹងវត្ថុមានតម្លៃជាច្រើនហើយយើងវាពិតជាសោកនាដកម្មដ៏អាក្រក់ចូលជាតិរបស់ជនជាតិថៃហើយបងប្អូនជនជាតិខ្មែរយើងត្រូវតែចាំទុកកុំឲ្យងាកភ្លេចបាទយើងមានតែជូនពរបងប្អូននៅតាមបណ្ដាព្រំដែនជាមួយនឹងបងវរៈកងទ័ពទទួលបាននៅសេចក្តីសុខសប្បាយទេបាទយើងនឹងជួបគ្នានៅវីដេអូក្រោយ